ជំរាបសួរទៅកាន់បងប្អូនទាំងអស់គ្នាវិលមកជួប Admin T ម្ដងទៀតហើយរឿងរ៉ាវថ្ងៃនេះគឺខ្ញុំទទួលបានពីប្អូនស្រីម្នាក់ដែលគាត់នឹងចែករំលែកនៅបទពិសោធន៍រឿងរ៉ាវជីវិតស្នេហានិងគ្រួសាររបស់គាត់មួយដែលគាត់ចង់ចែករំលែកដល់ខ្ញុំឲ្យបានចែករំលែកទៅដល់បងប្អូនឲ្យបានដឹងទៀតហើយនៅក្នុងរឿងរ៉ាវដែលប្អូនស្រីបានចែករំលែកនេះវាតាក់ទងទៅនឹងរឿងរ៉ាវឪពុកម្ដាយបង្ខំឲ្យគាត់រៀបការជាមួយនឹងបុរសម្នាក់ដែលយើងមិនបានស្គាល់ហើយក៏យើងគ្មានចិត្តស្រឡាញ់ទៅលើគេដែរលទ្ធផលចុងក្រោយគឺយើងនៅតែបែកបាក់ព្រាត់ប្រាសជាមួយនឹងគេដដែលដែលបន្សល់ទុកនៅដំណក់ឈាមមួយដែលយើងនៅចិញ្ចឹមដល់បច្ចុប្បន្ននឹងឯងអញ្ចឹងបងប្អូនប្រកាសជាចង់ដឹងថាតើបងស្រីនឹងចែករំលែកអំពីបទពិសោធន៍រឿងរ៉ាវស្នេហានិងជីវិតគ្រួសាររបស់គាត់យ៉ាងម៉េចខ្លះដល់ខ្ញុំទៅស្ដាប់រឿងគាត់លម្អិតជាមួយនឹងខ្ញុំទាំងអស់គ្នាចំពោះរឿងរ៉ាវដែលប្អូនស្រីបានចែករំលែកនេះគាត់ថាបងអើយបងឯងអាចយករឿងខ្ញុំទៅចែករំលែកដល់បងប្អូនអ្នកស្ដាប់ផងដែរពីព្រោះរឿងរ៉ាវមួយនេះវាជាបទពិសោធន៍មួយដែលធំធេងខ្លាំងមែនទែនសម្រាប់គាត់ពីព្រោះអញ្ចឹងដោយសារតែខាងឪពុកខាងម្ដាយបើគាត់បានសំគុំមិនសំគុំទៅមនុស្សដែលយើងស្រឡាញ់ទេណាគឺបង្ខំយើងឲ្យរៀបការជាមួយមនុស្សដែលយើងមិនស្គាល់អញ្ចឹងលទ្ធផលវាមិនល្អគាត់ប្រសើរទេគ្រាន់តែជាបទពិសោធន៍នឹងជាការផ្ដាំផ្ញើមួយដល់មនុស្សចាស់មួយចំនួនឲ្យបានដឹងផងដែរដំណើរនៃសាច់រឿងបងអូនស្រីបានចែកម្លែកគាត់ថាបងខ្ញុំបានស្គាល់គ្នាជាមួយនឹងបុរសម្នាក់ពេលហ្នឹងខ្ញុំរៀនថ្នាក់ទី10ហើយខ្ញុំក៏បានស្គាល់គាត់នៅវិទ្យាល័យមួយកន្លែងអញ្ចឹងទៅដែលខ្ញុំនៅរៀនណាពេលហ្នឹងខ្ញុំក៏បានស្គាល់គ្នាខ្ញុំក៏បានស្រឡាញ់គ្នាបងប្អូនដឹងហើយថាស្នេហានៅក្នុងវ័យសិក្សាមួយឆ្នាំលឿនណារៀនមួយគ្នាសុកដល់ពេលវេលាផុតពីមួយឆ្នាំទៅទៀតបាទអញ្ចឹងគាត់ស្រឡាញ់គ្នារហូតដល់ពួកគាត់បានរៀនចប់ថ្នាក់ទី12ហើយការដែលនៅការសិក្សាហ្នឹងក៏គាត់មិនដែលយករឿងរ៉ាវហ្នឹងទៅប្រាប់ពុកម៉ែដែរថាខ្ញុំស្រឡាញ់អ្នកនេះស្រឡាញ់អ្នកនោះតិចទៀតគេចូលសួរចូលស្ដីទៅដឹងខ្ញុំអីក៏មិនដែលបាននិយាយដែរពីព្រោះសិតតែក្មេងៗអាយុប្រហែលបងប្អូនថ្នាក់ទី10អាយុ5 6 10ហ្នឹងឯងអាយុតិចដល់ពេលអញ្ចឹងក៏គ្មានភាពក្លាហានទៅប្រាប់គុំគ្រួសារថាស្រឡាញ់គ្នាជាមួយអ្នកនេះជាមួយអ្នកនោះដែររហូតដល់ពួកយើងរៀនចប់ក្រោយដល់ពេលពួកយើងរៀនទី12ចប់ពួកយើងក៏បានបន្តការសិក្សាទេធៀបពិតទៅខាងប្រុសគេរៀងគួរសមជាងគាត់គេអាចបន្តការសិក្សានៅទីក្រុងបានក៏ប៉ុន្តែពេលហ្នឹងគ្រួសាររបស់យើងរៀងអត់រៀងខ្សត់ក៏ពុកម៉ែឲ្យយើងទៅធ្វើការទៅរកការងារណាមួយដែលសមនឹងសមត្ថភាពខ្លួនឯងធ្វើការទៅពីព្រោះគាត់គ្មានលទ្ធភាពរុញយើងឲ្យទៅរៀននៅសាកលទេអញ្ចឹងយើងក៏សម្រេចចិត្តថាឈប់រៀនតែម្ដងទៅយើងបន្តការធ្វើកិច្ចការងារមួយដែលយើងអាចធ្វើទៅបានយើងងាកទៅគូស្នេហ៍គាត់វិញដែលគេមានជីវភាពគួរសមហើយគ្រួសារគេអាចបញ្ជូនគេទៅរៀនបានក៏ប៉ុន្តែគាត់បែរទៅជាមិនរៀនសូត្រទៅវិញគាត់សម្រេចចិត្តថាឈប់រៀនហើយគាត់មកធ្វើការអីដូចយើងដែរអញ្ចឹងយើងធ្វើការជាមួយនឹងគ្នាយើងស្រឡាញ់គ្នាដូចជាប្តីដូចជាប្រពន្ធអ្នកដែលនៅនឹងគេតែងតែនិយាយថាប្តីប្រពន្ធថ្មីថ្មោប្តីប្រពន្ធក្មេងចេះស្រឡាញ់ចេះថែទាំគ្នាអញ្ចឹងណាបងប្អូនយើងនៅដូចជាប្តីដូចជាប្រពន្ធមែនដល់ពេលអញ្ចឹងយើងក៏ធម្មតាទៅពីព្រោះយើងស្រឡាញ់គ្នាខ្លាំងមែនតើអញនិយាយថាយើងអត់គ្នាអត់បានក៏ប៉ុន្តែរឿងរ៉ាវហ្នឹងពីមួយឆ្នាំទៅមួយឆ្នាំវាចេះតែអស់ពេលយូរទៅហើយកាលហ្នឹងពួកគាត់ក៏មិនទាន់ចាស់ប្រហែលបងអាយុទៅ20តិចតួចឪពុកម្ដាយចេះតែសួរចេះតែនាំបងប្អូនស្រីថាទៅធ្វើការនឹងមិនចៃមានអាណាស្រឡាញ់អីអត់ទេគាត់និយាយផ្អាប់អីយើងអញ្ចឹងទៅដល់ពេលអញ្ចឹងយើងក៏ប្រាប់ថាខ្ញុំឥឡូវខ្ញុំមានគូសង្សារហើយគូសង្សាររបស់ខ្ញុំក៏ជាអ្នកធ្វើការជាមួយនឹងខ្ញុំដូចគ្នាដែរយើងក៏បាននាំគូស្នេហារបស់យើងនឹងទៅឲ្យម្ដាយឪពុកយើងបានឃើញដូចគ្នាអញ្ចឹងឪពុកម្ដាយយើងក៏បានឃើញគាត់វាយតម្លៃភ្លាមតែម្ដងធៀបពិតទៅគ្រួសារគេមកជុំយើងគេល្អប្រសើរយើងក៏ប៉ុន្តែដោយសារតែគាត់ស្រឡាញ់យើងគាត់សុខចិត្តឈប់រៀនហើយគាត់មកធ្វើការអញ្ចឹងពុកម៉ែរបស់យើងគាត់អត់ឲ្យយើងរៀនទេបងប្អូនធ្វើអត់គាត់ឲ្យយើងចប់ថ្នាក់ទី12ប៉ុន្តែពេលដែលគាត់ធ្វើការកូនប្រសាគាត់បែរជាសួរនាំអំពីកម្រិតមុខវិជ្ជាដែលត្រូវរៀនវិញគាត់ក៏បានសួរគូសង្សាររបស់គាត់ថារៀនដល់កម្រិតណាហើយធ្វើកិច្ចការងារមិនយើងគាត់សួរអញ្ចឹងឯងគាត់ប្រាប់ត្រង់ថាគាត់រៀនចប់ទី12ហើយ
គាត់អត់បន្តការសិក្សាទៀតទេគាត់ក៏ធ្វើការធ្វើអីចឹងទៅហើយគូសង្សាររបស់គាត់ហ្នឹងក៏មិនបានបញ្ជាក់ថាអត់បន្តការសិក្សាហ្នឹងក៏ដោយសារប្អូនស្រីគាត់អត់និយាយគាត់របៀបថាធ្វើដូចអត់អីដែរអញ្ចឹងឪពុកម្ដាយរបស់គាត់គិតថាអញ្ចឹងកូនអញនេះសារអញអត់លុយនឹងឯងបានអញឲ្យវាឈប់ថ្នាក់ទី12ហើយឲ្យវាធ្វើការអញ្ចឹងអូនមួយហ្នឹងប្រហែលជាអត់អញ្ចឹងដែរគាត់គិតក្នុងចិត្តខ្លួនឯងអញ្ចឹងហើយថៃបានគិតទៅបងប្អូនស្រីដឹងពីដែលគាត់កំពុងតែឆ្លោះប្រកែកគ្នាអំពីរឿងរ៉ាវដែលដេញឲ្យគាត់យកប្តីអញ្ចឹងបងប្អូនពេលដែលគាត់ដឹងថាម្នាក់ប្រុសហ្នឹងចប់ទី12គូសង្សាររបស់គាត់ហ្នឹងហើយកម្រិតជីវភាពគ្រួសារឪពុកម្ដាយរបស់គាត់មិនបានដឹងនោះទេប៉ុន្តែប្រហែលជាគ្រួសាររបស់គាត់ម៉ែងចុះគិតបែបផ្សេងអញ្ចឹងតែអញ្ចឹងក៏ហើយទៅជួបគ្នាហើយនិយាយអីក៏មិនអោយគូសង្សាររបស់គាត់នៅផ្ទះហ្នឹងបានដល់មកយប់ឯដែរមកភ្លាមឲ្យត្រឡប់ទៅវិញទៅអញ្ចឹងក្រោយពេលដែរគាត់នាំទៅជួបអញ្ចឹងហើយគាត់ត្រឡប់មកវិញគាត់ថាយើងនឹងបានល្អប្រសើរជាមួយនឹងគ្នាធៀបពិតទៅគុំគូសារអត់ពេញចិត្តគូសង្សាររបស់គាត់ទេទាំងគាត់គ្មានកំហុសអីតតែសោះបែរទៅជាឪពុកម្ដាយរបស់គាត់មិនពេញចិត្តមនុស្សប្រុសដែលគាត់ស្រឡាញ់ហើយមិនស្រឡាញ់ធម្មតាបងប្អូនតាំងពីទី10ទី11ទី12 3ឆ្នាំហើយមកធ្វើការនៅភ្នំពេញរស់នៅមួយគ្នាដូចប្តីដូចប្រពន្ធណាគាត់នៅតែមិនពេញចិត្តអំពីទំនាក់ទំនងរបស់ពួកគាត់អញ្ចឹងបងប្អូនដឹងមិនទេគាត់ធ្វើការសុកម៉ែពុករបស់គាត់តែឲ្យគាត់ទៅស្រុកគាត់លើកសួរហេតុផលថាហេតុអីក៏សុកឲ្យខ្ញុំទៅស្រុកបើខ្ញុំកំពុងតែធ្វើកិច្ចការងារហ្នឹងតើឲ្យខ្ញុំទៅស្រុកដើម្បីអីគាត់ថាទៅស្រុកហ្នឹងគឺដើម្បីជួបនឹងគ្រួសារគេមួយដែលគេចង់មកស្ដីទៅនឹងកូនចង់ឲ្យរៀបការជាមួយនឹងគ្នាអីចឹងទៅក៏បានប្រាប់អំពីបរិសម្នាក់ដែលយើងមិនស្គាល់ហ្នឹងថាគ្រួសាររបស់គេជាអ្នកលក់ខោអាវលក់ស្បែកជើងលក់អីនៅផ្សារហើយផ្សារហ្នឹងជាផ្សារដែលគាត់ស្គាល់តាជាផ្សារនៅស្រុកភូមិរបស់គាត់គាត់ថាជាផ្សារទីរួមស្រុកបងប្អូនមានផ្សារទីរួមភូមិឯងអញ្ចឹងយើងក៏ស្គាល់ទីតាំងហ្នឹងដែរប៉ុន្តែបរិសម្នាក់ហ្នឹងគ្រួសារគេយើងអត់បានដឹងថាគេមិនទេតែបើគេអាជីវករអ្នកលក់ដូរប៉ុណ្ណឹងប្រហែលជាគេធូរធារដែរអញ្ចឹងឪពុកម្ដាយគាត់ស្រឡាញ់ប្រភេទអញ្ចឹងស្រឡាញ់មនុស្សដែលគេមានបានជាងគ្រួសាររបស់យើងអញ្ចឹងទៅហើយធៀបទៅអ្នកដែលឪពុកម្ដាយគាត់រៀបចំឲ្យហើយនឹងគូស្នេហារបស់គាត់ហ្នឹងជីវភាពអត់ខុសគ្នាប៉ុន្មានទេគ្រួសារខាងគូស្នេហារបស់គាត់ស្ទើរថាជីវភាពល្អជាងម្នាក់ដែលយើងមិនស្គាល់នឹងផងតែគ្រួសាររៀបចំអញ្ចឹងគាត់ក៏បដិសេធអត់ព្រមទៅគ្រួសារចេះតែតងគាត់ហៅគាត់មួយថ្ងៃពីរថ្ងៃចេះតែហៅគាត់ក៏ចេះតែបដិសេធមិនព្រមទៅរហូតដល់គាត់ប្រើកិច្ចល្បិចកិច្ចកលថាគាត់ឈឺថាឲ្យកូនមកមើលអញ្ចឹងយើងឪពុកម្ដាយឈឺយើងស្រោតស្រះម្នីដើម្បីទៅមើលគាត់ទៅដល់គាត់មិនបានឈឺអីទេប៉ុន្តែគាត់ក៏ហក់យើងគាត់ភូតយើងថាគាត់ឈឺចុះតែពេលយើងទៅដល់ភ្លាមគាត់ធម្មតាថ្ងៃដែលយើងទៅហ្នឹងក៏គ្រួសារគេមកមើលយើងដែរយើងអត់បានឃើញមនុស្សប្រុសហ្នឹងទេយើងឃើញតែអ៊ំស្រីនិងអ៊ំប្រុសនឹងគ្នាប្រហែលជា2 3នាក់ទៀតដែលគេជិះឡានមកគេមើលយើងហើយយើងពេលហ្នឹងក៏យើងមិនហាំងដាច់អហង្ការបកែកជាមួយនឹងម៉ែឪយើងនៅមុខគេដែរខ្លាចគាត់ខ្មាស់គេយើងទ្រាំធម្មតាយើងជំរាបសួរចាស់ទុំអីតាមតាណាអញ្ចឹងទៅក្រោយពេលហើយគេមើលថាយើងល្អសមរម្យត្រូវជាមួយគេហើយក៏គេរៀបចំទៅវិញគេអត់បានសួរយើងទេគេសួរតែពុកម៉ែរបស់យើងតាមហ្នឹងទៅអញ្ចឹងយើងជួបជាមួយនឹងពុកម៉ែរបស់គេហើយយើងគេទៅបាត់យើងនិយាយជាមួយនឹងម៉ែយើងថាខ្ញុំអត់ស្រឡាញ់ណាទេឥឡូវខ្ញុំមានគូសង្សារហើយតើត្រូវឲ្យខ្ញុំទៅរៀបការជាមួយនរណាទៀតបើគាត់ជាមនុស្សដែលខ្ញុំស្រឡាញ់ណាម៉ែគាត់ថាអត់ទេត្រូវទៅរៀបការជាមួយគេជាអាជីវករលក់ដូរខោអាវទៅជុះស្បែកជើងឯនៅផ្សារនោះផ្សារគាត់ឯងស្គាល់តាជីវភាពគ្រួសារគេល្អអានទឹកនោះមិនល្អទេខោមិនខោអាវមិនអាវរៀនចប់ត្រឹមទី12ដែរណាបើសិនជាគ្រួសារវាមានបានល្អប្រសើរវាមិនចប់ត្រឹមទី12ហើយវាមិនបន្តរៀនសកលរៀននៅភ្នំពេញទេនិយាយអញ្ចឹងហើយបងស្រីប្រាប់ថាអត់ទេគ្រួសារគាត់ល្អប្រសើរតែប៉ុន្តែគាត់ចង់ឈប់គាត់ចង់ធ្វើការគាត់មិនចង់ពឹងពាក់លុយពុកម៉ែរបស់គាត់អញ្ចឹងណានឹងជាអ្វីដែលបងស្រីគាត់រៀបរាប់ទៅឪពុកម្ដាយគាត់បានដឹងក៏ប៉ុន្តែពុកម្ដាយរបស់គាត់ថាអូយវាគ្មានទឹកខ្មេះទេមនុស្សអញ្ចឹងជួនកាលវាគាត់តែជាការសម្ញែងទេគ្រួសាររបស់គេវាមិនល្អប្រសើរកូនឯងដែលធ្លាប់ទៅជួបគ្រួសារគេមែនឬក៏យ៉ាងម៉េចបងស្រីពេលនោះគាត់ថាគាត់ធ្លាប់ជួបម្ដងមែនជួបគ្រួសារគេមែនប៉ុន្តែយើងមិនអាចនិយាយអីច្រើនជាងនឹងទេពីព្រោះ
តំណាក់តំណងដែលយើង private ហ្នឹងគឺយើងមានរឿងច្រើននៅក្រៅទៀតចឹងណាហើយយើងក៏មិនបានប្រាប់គាត់ឲ្យបានដឹងពេលហ្នឹងគាត់នៅតែបង្ខំយើងឲ្យរៀបការជាមួយនឹងបរិសម្នាក់ហ្នឹងយើងប្រកែកយ៉ាងណាហើយក៏គាត់នៅតែបង្ខំរហូតដល់គាត់បានទទួលលុយពីគេទៀតស្មើនឹងលក់ហើយយើងគិតថាលក់ចោះពេលហ្នឹងបងអូនស្រីពេលហ្នឹងក៏មិនចង់បាត់បង់កិត្តិយសគ្រួសារដែលយកលុយគេហើយយើងគ្មានអីឲ្យទៅគេវិញគេលោកគេមើលងាយអីអញ្ចឹងណាបងប្អូនខំមកសង្កត់ចិត្តទ្រាំធ្វើជាមនុស្សម្នាក់ដែលក្បត់ជាមួយនឹងគូសង្សាររបស់ខ្លួនឯងនៅជាមួយគ្នាសុកបងប្អូនសាកសម័យមួយយើងនៅជាដូចជាប្តីដូចជាប្រពន្ធហើយយើងទៅប្រាប់គាត់ថាគាត់ទៅរៀបការជាមួយនឹងមនុស្សផ្សេងហ្នឹងសួរថាពេលហ្នឹងគាត់យ៉ាងម៉េចអាណិតគាត់ណាបងអើយខ្ញុំនិយាយដូចស្មោះគាត់សពបសពូនគាត់សក់ទឹកភ្នែកគាត់ទៅតែមកយំមកទុកសោកបោកខ្លួនមិនគួរណាយើងស្រឡាញ់ជាមួយគាត់សុកហើយបែរជាយើងត្រូវមានអ្នកផ្សេងអញ្ចឹងគឺគាត់ឈឺចាប់បែបហ្នឹងតែគាត់ក៏មិនបានហាមឃាត់ឲ្យយើងដែរគាត់ទៅសួរយើងថាគូសារគេបែបណាគូសារគេល្អអត់បើមានរឿងអីអាចវិលត្រឡប់មករកបងវិញបានប៉ុន្តែពេលហ្នឹងគាត់អាណិតគូសង្សារហើយគាត់មិនចង់ឲ្យគូសង្សាររបស់ខ្លួនហ្នឹងនៅរងចាំគាត់ទៀតទេពីព្រោះយើងនៅជាមួយគ្នាដូចជាប្តីដូចជាប្រពន្ធហើយយើងបានស្គាល់គ្នាសពគ្រប់បែបយ៉ាងមិនថាចិត្តមិនថារាងកាយស្អីហ្នឹងគឺយើងស្គាល់គ្នាហើយអញ្ចឹងយើងក៏គិតថានិស្ស័យពួកយើងបានត្រឹមប៉ុណ្ណឹងអញ្ចឹងឲ្យវាតាមហ្នឹងចុះគួរចង់រុញមនុស្សដែលខ្លួនស្រឡាញ់ហ្នឹងឲ្យទៅរកណាដែលថ្មីឬក៏ណាដែលល្អប្រសើរជាងគាត់ទៅគោលគំនិតបែបហ្នឹងអញ្ចឹងយើងស្រឡាញ់គាត់យើងត្រូវការគាត់តែគូសាបខំយើងក៏អត់មានគិតថាគូសាបខំណាយើងនិយាយថាគូសាឲ្យការជាមួយយើងទៅយើងក៏ព្រមធៀបទៅយើងមិនព្រមទេតែដោយសារវាមានបញ្ហាក្រួយខ្នងដែលយើងមិនអាចប្រាប់គាត់បានយើងត្រឹមតែនិយាយថាយើងត្រូវរៀបការមួយគេនឹងឯងយើងធ្វើដូចយើងចង់បានគេណាអញ្ចឹងដើម្បីឲ្យគាត់ខូចចិត្តដើម្បីឲ្យគាត់ស្អប់យើងគោលបំណងគឺចង់ឲ្យគាត់ទៅរកអ្នកផ្សេងអ្នកដែលល្អប្រសើរជាងយើងអញ្ចឹងទៅពេលហ្នឹងគាត់ក៏ខឹងយើងដែរគាត់អាចអន់សពុតចិត្តគាត់ខឹងសម្បានឹងយើងតែធ្វើម៉េចយើងត្រូវតែដើរលើផ្លូវមួយហ្នឹងដើម្បីគ្រួសារក៏ដើម្បីមនុស្សជាទីស្រឡាញ់ដែរចាប់ពីពេលនោះមកយើងក៏បានបែកគ្នាគ្រប់យ៉ាងទាំងអស់ដែលយើងធ្លាប់តាក់ទងគ្នាពីមុនគឺវារលាយបាត់សូន្យមករំពេចទេបងប្អូនវាស្មើនឹងតកមកដុំដាក់ក្នុងកែវហើយចាក់ទឹកក្តៅទៅលើខ្ញុំគាត់ថាលីលឿនបងប្អូនមកវឹបអស់លីមកខ្ញុំក៏ត្រូវទៅរៀបការជាមួយនឹងមនុស្សដែលខ្ញុំមិនស្គាល់អូខេបងខ្ញុំបានស្គាល់គេពេលដែលខ្ញុំរៀបការជាមួយនឹងគេគាត់ស្អាតគាត់សង្ហាគាត់ឆ្លាតគាត់ជាកូនអាជីវកររ៉ូស៊ីគាត់រូបសម្បត្តិគាត់ក៏មិនអន់ជាងអតីតគូសង្សារខ្ញុំដែរគាត់ស្អាតគាត់ឆ្លាតគូសារគេគួរអន់បើអញ្ចឹងទៅក៏មិនដែរសួរថាដួងចិត្តនៃអារម្មណ៍នៃការស្រឡាញ់នេះតើមានចំពោះគេអត់ខ្ញុំអត់មានទេបងខ្ញុំរៀបការជាមួយនឹងគេនោះគឺដោយបង្ខំតាមអ្វីដែលពុកម៉ែរបស់ខ្ញុំបានរៀបចំឲ្យខ្ញុំការជាមួយនឹងគាត់ក៏តាមតាណាអញ្ចឹងទៅបងក៏ពេលដែលខ្ញុំបានរៀបការជាមួយនឹងគាត់ចប់សពគ្រប់ពួកខ្ញុំក៏បានខ្លាយទៅជាប្តីប្រពន្ធជាមួយនឹងគ្នាហើយពួកយើងបានរួមរស់នៅជាមួយនឹងគ្នាដោយបង្កើតនៅកូនស្រីជាទីស្រឡាញ់មួយសួរថាតាំងពីពេលដែលខ្ញុំការរហូតដល់ខ្ញុំបានមានកូនជាមួយនឹងគាត់តើខ្ញុំមានក្តីស្រឡាញ់ទៅលើគាត់អត់បងអើយដំបូងខ្ញុំគ្មានចិត្តស្រឡាញ់លើគាត់ទេហើយចិត្តអាណិតក៏ខ្ញុំគ្មានចំពោះគាត់ដែរខ្ញុំនៅជាមួយគាត់ខ្ញុំដេកនៅមួយគាត់មានកូនមានអីគឺធម្មតាដោយរបៀបយើងធ្វើតាមអ្វីដែលគេចង់បានណាខ្ញុំអញ្ចឹងឯងហើយខ្ញុំក៏មិនដែរឆ្លោះប្រកែកគ្នាឬក៏ធ្វើអីឲ្យគាត់អន់សពុនចិត្តឯណាខ្ញុំធម្មតាម៉ោងបាយខ្ញុំធ្វើបាយធ្វើម្ហូបបោកខោអាវបោកគក់អីទៅនិយាយចំខ្ញុំធ្វើគ្រប់សពបែបយ៉ាងទូនាទីយើងជាស្រីជាប្រពន្ធអញ្ចឹងណាយើងធ្វើគ្រប់សពបែបយ៉ាងជូនគាត់ប៉ុន្តែចិត្តស្រឡាញ់ចិត្តអាណិតចំពោះគាត់គឺខ្ញុំអត់មានទេហើយខ្ញុំនៅជាមួយគ្នាបានមួយរយៈមិនមែនថាគាត់មិនដឹងអំពីជំរឿចិត្តយើងទេគាត់វាស់ស្ទង់មើលទៅក៏គាត់ប្រហែលអាចនឹងដឹងដែរថ្ងៃមួយពេលដែលកូនខ្ញុំអាយុប្រហែលជា3ឆ្នាំខ្ញុំអត់មានបំណងចង់លែងលះចង់ឃ្លាតព្រាត់ឆ្ងាយអីពីគាត់ហើយខ្ញុំថាខ្ញុំនៅអញ្ចឹងទៅខ្ញុំបង្កើតកូនឲ្យគេធម្មតាទៅហើយខ្ញុំនៅជារួមទៅខ្ញុំធ្វើដូចជាទាស័យស្នេហារបស់គេអញ្ចឹងណាខ្ញុំចង់ធ្វើអញ្ចឹងទៅចិត្តដែលស្រឡាញ់ខ្ញុំមិនស្រឡាញ់ទេហើយ
ចិត្តខ្ញុំបែកឆ្វេងខ្ញុំទៅរកនរណាផ្សេងទៀតគឺខ្ញុំអត់តែតំណែងមួយសង្សារចាស់ហ្នឹងក៏ខ្ញុំអត់មានដែរបងខ្ញុំអត់មានអីទាំងអស់ប្តីខ្ញុំក៏មិនស្រឡាញ់ក៏មិនអាណិតអ្នកផ្សេងក៏ខ្ញុំគ្មានចិត្តគិតទៅដល់គេដែរខ្ញុំរបៀបពេលហ្នឹងខ្ញុំអត់ដឹងថាចិត្តខ្ញុំគិតអីខ្ញុំដូចនៅដើម្បីកូនអញ្ចឹងបងខ្ញុំនៅបែបហ្នឹងក៏ប៉ុន្តែប្តីរបស់ខ្ញុំគាត់ពាល់ចិត្តខ្ញុំដឹងគាត់ប្រហែលជានៅជាមួយយើងយូរយូរគាត់ស្គាល់ពីអ្វីដែលជាយើងក៏អាចថាបានដែរកូនខ្ញុំបាន3ឆ្នាំគាត់ក៏សួរថាអូនរៀបការមួយគ្នាយូរហើយក៏មានកូនមួយគ្នាមួយដែរបងមានអារម្មណ៍ថាអូនឯងសោះក៏ក្រោះអូនឯងដូចជាមិនសូវស្រឡាញ់ប្តីដូចជាធម្មតាអានឹងយ៉ាងម៉េចវិញហើយពេលអូនឯងការជាមួយបងនឹងណាបខំឬក៏អូនឯងមិនពេញចិត្តអីយ៉ាងម៉េចអញ្ចឹងអូនឯងជួយបញ្ជាក់ប្រាប់បងបានអត់ពេលហ្នឹងបងអូនស្រីគាត់គាំងដែរថាប្តីគាត់ដឹងរឿងហ្នឹងមកពីណាគាត់ក៏សួរទៅវិញថាបងឯងដឹងរឿងអញ្ចឹងមកពីណាហើយសម្គាល់យ៉ាងម៉េចថាខ្ញុំមិនស្រឡាញ់បងឯងបងឯងដឹងមកពីណាអីពីណីសួរតាមតាណាអញ្ចឹងទៅគាត់ថានៅជាមួយគ្នាប្តីប្រពន្ធរហូតដល់មានកូនមួយគាត់ពាល់ចិត្តមិនដឹងមិនគាត់ដឹងប៉ុន្តែមួយរយៈមុនគិតថាប្រហែលជាដោយសារតែមិនទាន់ស្គាល់គ្នាបានគ្មានចិត្តស្រឡាញ់អីចឹងណាប៉ុន្តែពេលនេះយើងនៅមួយគ្នាក៏យូរហើយកូនយើងក៏ធំដែរកូនយើង3ឆ្នាំហើយអញ្ចឹងបងសួរបញ្ជាក់ច្បាស់តើណែមិនពីមុនមិនអីចឹងណាគាត់សួរយើងអញ្ចឹងឯងពេលហ្នឹងយើងក៏អត់បានលាក់គាត់ដែរយើងប្រាប់ថាការជាមួយបងឯងគឺដោយសារតែឪពុកម្ដាយរបស់ខ្ញុំបខំឲ្យការជាមួយគឺខ្ញុំមិនបានស្រឡាញ់បងឯងពីព្រោះតែខ្ញុំអត់បានស្គាល់បងឯងពីមុនហើយបើសិនជាពីមុនខ្ញុំស្គាល់បងឯងក៏អាចនិយាយបន្ថែមចិត្តថ្លើមគ្នាដែលយើងស្គាល់ក៏អាចស្រឡាញ់ដែរប៉ុន្តែពីមុនគឺខ្ញុំមិនបានស្រឡាញ់បងឯងដែរអញ្ចឹងគាត់សួរថាចុះក្រោយពេលរៀបការហើយមានចិត្តស្រឡាញ់គាត់អត់គាត់ថាក្រោយពេលរៀបការហើយកុំថាឡើយចិត្តស្រឡាញ់ចិត្តអាណិតគឺគាត់គ្មាននោះទេគាត់នៅជាមួយនឹងគឺគ្រាន់តែបំពេញតួនាទីជាមនុស្សស្រីជាប្រពន្ធជាម្ដាយតែប៉ុណ្ណោះចិត្តដែលស្រឡាញ់គឺគ្មាននោះទេអាណិតរឹតតែអត់ទៀតពីព្រោះបងឯងមិនមែនជាមនុស្សដែលខ្ញុំត្រូវការនោះទេប៉ុន្តែសួរថាឲ្យខ្ញុំផាត់ក្បត់បងឯងចង់មានអ្នកផ្សេងឬក៏ទៅគិតគូស្អីជាមួយនរណាផ្សេងគឺខ្ញុំអត់ទេគឺខ្ញុំចង់នៅបែបហ្នឹងនៅធម្មតាអញ្ចឹងឯងហើយបើឲ្យមានភាពផ្អែមល្ហែមអីជាមួយបងឯងក៏ខ្ញុំទៅអត់រួចដែរពីព្រោះខ្ញុំធ្វើចិត្តអត់ទាន់បានទេតែថ្ងៃខាងមុខខ្ញុំមិនដឹងថាយ៉ាងម៉េចទេណាបងនិយាយប្រាប់ប្តីបែបហ្នឹងក៏ប៉ុន្តែទាំងគេទាំងខ្ញុំបងប្អូនក្នុងនាមជាមនុស្សប្រុសពេលដែលយើងសួរទៅមនុស្សស្រីដែលយើងស្រឡាញ់បង្កើតកូនជាមួយនឹងគ្នាទៀតហើយទទួលបានចម្លើយប៉ុណ្ណឹងសួរថាគាត់ខឹងអត់ខឹងអន់សពុនចិត្តហើយការអន់សពុនចិត្តការខឹងរបស់គាត់នោះក៏គាត់មិនមាត់មិនកអីជាមួយយើងដែរបានតែថាគាត់បាត់មាត់ឈឹងគាត់ដើរទៅបាត់ទៅហើយយើងក៏គិតថាប្រហែលជាគ្មានរឿងរ៉ាវអីកើតឡើងដែរគិតថាប្រហែលជាគាត់អន់សពុនចិត្តហើយយើងនេះគាត់អន់សពុនចិត្តគាត់មិននិយាយដូចយើងដើរចេញហើយយើងជួបគាត់ក៏មកត្រឡប់មកផ្ទះវិញគាត់យ៉ាងម៉េចក៏យើងអត់បានសួរនាំគាត់ទៀតយើងធ្វើមិនដឹងធ្វើហីទៅកំហុសគាត់នៅត្រង់ហ្នឹងតែយើងមិនខ្វាយខ្វល់ពីប្តីគាត់មិនទៅយើងធ្វើដូចធម្មតានឹងធ្វើហីជាមួយគាត់ចឹងទៅអញ្ចឹងភាពហីរបស់យើងនឹងមួយរយៈដែលគាត់សួរយើងហើយក៏គាត់និយាយត្រង់មកយើងថាបើសិនជាគ្រួសារយើងបន្តទៅអញ្ចឹងទៅមុខទៀតភាពសោកក៏ក្រោះហ្នឹងមានកាន់តែខ្លាំងសុភមង្គលវាអត់មានទេបច្ចុប្បន្នសុភមង្គលបងបង្កើតម្នាក់ឯងទេអូនឯងគ្រាន់តែជួយទប់បំរុងតាមតែប៉ុណ្ណោះហើយបើសិនជាថ្ងៃខាងមុខតែមានបញ្ហាតិចតួចមុននឹងក្រោយយើងគង់តែបែកគ្នាដដែលទេអានឹងប្តីគាត់ប្រាប់ខ្ញុំថាឥឡូវគាត់ល្អគាត់អីថាពេលក្រោយជួនកាលអារម្មណ៍គាត់មូម៉ៅដែរឆេះឆាវដែរវានឹងមិនមានពាក្យសម្ដីណាមួយដែលល្អចំពោះប្រពន្ធពីព្រោះយើងតែពិភាក្សានិយាយគ្នាអីមែនដល់ពេលនិយាយម្ដងនេះក៏បានដឹងពីចិត្តយើងរៀងខ្លួនអញ្ចឹងទៅពេលហ្នឹងក៏យើងអត់ដឹងថាគិតអីដែរយើងធ្វើធម្មតាយើងចង់ឲ្យគាត់គិតវិញគាត់គិតមិនគាត់ធ្វើមិនអាហ្នឹងតាមអារម្មណ៍តាមការគិតរបស់គាត់ទៅគាត់ក៏មកនិយាយជាមួយយើងត្រង់បងស្រីក៏អរគុណគាត់ដែរគាត់ជាមនុស្សម្នាក់ដែលចេះគិតច្រើនគាត់ចាស់ទុំអញ្ចឹងគាត់ថាយើងអត់មានចិត្តស្រឡាញ់កំហុសមានលើគាត់ក៏មានចំពោះឪពុកម្ដាយរបស់គាត់ក៏មានដូចគ្នាគាត់ក៏សុំយើងលែងលះគ្នាទៅយើងក៏អត់អីដែរយើងក៏លែងលះជាមួយនឹងគាត់យើងសុំតែកូនស្រីមួយតែប៉ុណ្ណោះដែរមករស់នៅជាមួយយើងទ្រព្យសម្បត្តិស្អីគាត់យើងអត់យកទេគាត់ឲ្យយើងនេះឲ្យយើងនោះតែប៉ុន្តែយើងអត់ខ្វល់សំបីតែតោប
ដែលលក់ដូរហ្នឹងគាត់ក៏ព្រមឲ្យយើងណាប៉ុន្តែយើងអត់ព្រមទេថាខ្ញុំសុំតែកូនទេហើយបើសិនជាបងឯងនឹកកូនចង់មកលេងកូនអីបានបងឯងស្គាល់ផ្ទះខ្ញុំហើយបានតាមចិត្តអត់អីទេខ្ញុំមិនដែលខាមឃាត់បងឯងទេហើយលែងលះគ្នាទ្រព្យសម្បត្តិឯងបងឯងយកចោះពីព្រោះតាំងពីរៀបការហើយក៏ខ្ញុំមិនបានរកជួយអីបងឯងច្រើនដែរគាត់អត់ទទួលយកអីទាំងអស់បានត្រឹមតែកូនមួយអោបកសោបហ្នឹងមករស់នៅជាមួយនឹងឪពុកម្ដាយគាត់វិញមកនៅជាមួយឪពុកម្ដាយរបស់គាត់ហើយបងប្អូននឹងឪពុកម្ដាយរបស់គាត់ស្ដីថាជាគាត់ចឹងបងប្អូនរបៀបថាគាត់ថាទីរុញឡើងទ្រឿងមិនចេះដេកទ្រឿងទៅរកកន្លែងខ្វក់ស្មោកគ្រូអីយើងនៅមួយគាត់បានប្រហែលជាកន្លះឆ្នាំយើងទទួលបានពាក្យបែបអស់ទាំងហ្នឹងស្ដីថាជារបៀបមើងងាយកូនខ្លួនឯងមើងងាយបងអូនស្រីចឹងទៅយើងនៅនឹងបានកន្លះឆ្នាំក៏យើងសម្រេចចិត្តចេញពីគាត់ទៅយើងយកកូនយើងទៅផ្ញើកន្លែងសាលាពួកសាលាមត្តេយ្យគេមិនចង់យកណាកូនយើងក្មេងពេកប៉ុន្តែយើងជឿថានេះនោះទៅក៏គេជួយមើលយើងក៏ធ្វើកិច្ចការងារហើយក៏រស់នៅជាមួយនឹងកូនដល់បច្ចុប្បន្ននឹងឯងបងប្អូននឹងបច្ចុប្បន្នកូនគាត់អាយុប្រហែលអត់បងប្អូនស្ដាប់ហើយបើគាត់ជាភ្ញាក់ហើយខ្ញុំហៅគាត់បងប្អូនហ្នឹងដោយសារតែរាប់ជាអាយុទៅគាត់ដូចជាបងអូនខ្ញុំ4ឆ្នាំអញ្ចឹងខ្ញុំទៅហៅគាត់បងអូននឹងឯងតែបងអូនខ្ញុំហៅបងអូនហៅបងហើយកូនគាត់ដឹងអាយុប្រហែលអត់បងប្អូនបើសាក់សម័យមើលកូនគាត់អាយុប្រហែលកូនគាត់អាយុ12ឆ្នាំដល់បច្ចុប្បន្នហ្នឹងណាក្មេងស្រីអាយុ12ឆ្នាំទៅហើយមិនតូចទេកូនគាត់ឡើងចិត្តពេញកមុំហើយគាត់ថាបងអើយនេះរូបកូនខ្ញុំឯងខ្ញុំប៉ុន្តែជាសិទ្ធគឺខ្ញុំមិនអាចបញ្ចេញរូបបានទេទុកមើលតែខ្លួនឯងអញ្ចឹងទៅនឹងជារឿងរ៉ាវដែលបងអូនស្រីចែកម្លែកអំពីរឿងរ៉ាវជីវិតស្នេហានិងគូសាររបស់គាត់ហើយវាជាបទពិសោធន៍មួយដ៏ធំសម្រាប់មនុស្សបច្ចុប្បន្ននឹងដែរបច្ចុប្បន្នខ្ញុំជឿថាការបង្ខិតបង្ខំកូនឲ្យទៅរៀបការជាមួយនរណាខ្ញុំជឿថាវាគ្មានទេមានដែរប៉ុន្តែដូចថា7-10លាននាក់7-10លាននាក់អីមាន2នាក់3នាក់នឹងឯងពីព្រោះឥឡូវបង្ខំអត់បានទេបងប្អូនពីមុនខ្ញុំអត់ដឹងយ៉ាងម៉េចដែរមនុស្សខ្លះបង្ខំយ៉ាងម៉េចក៏ដោយជេរថាស្ដីល្មិចក៏ដោយបញ្ហាគ្រួសារមានរាប់លានចម្ពោះតែពួកគាត់នៅទៅតាមក្រុមគ្រួសារហើយដូចជាមិនដែលជ្រើសរើសយកផ្លូវសម្រាប់ខ្លួនចងកលូតទឹកអីសោះប៉ុន្តែក្មេងសម័យឥឡូវបងប្អូនអើយតាតិចទូចហ្នឹងជួនកាលលូតទឹកចងកងាប់បាត់អញ្ចឹងម៉ែឪបច្ចុប្បន្នសម័យបច្ចុប្បន្ននេះមិនហ៊ានបង្ខិតបង្ខំកូនទេធ្វើអ្វីក៏ដោយគឺជាសុភមង្គលរបស់កូនហើយក៏ជាការគិតរបស់កូនធ្វើអីគឺឪពុកម្ដាយចាំ support តាមក្រោយរហូតគាត់ដល់ពេលខ្លះគាត់មើលទៅមិនសមទំនងក៏គាត់ប្រាប់ដែរអញ្ចឹងណាអាហ្នឹងសម័យបច្ចុប្បន្នគឺអញ្ចឹងឯងអញ្ចឹងរឿងរ៉ាវដែលបងអូនស្រីចែកម្លែកមានតែប៉ុណ្ណឹងបទពិសោធន៍ក្នុងនោះបងអូនស្រីបានផ្ដាំផ្ញើថាឪពុកម្ដាយគ្រប់រូបដែលមានកូនមិនថាប្រុសមិនថាស្រីទេចូលកុំបង្ខំកូនឲ្យទៅតាមនេះតាមនោះតាមបំណងប្រាថ្នាចិត្តរបស់យើងអីទូយ៉ាងដូចរឿងអនាគតចូលកុំបង្ខំកូនឲ្យដើរតាមកន្លងដែលយើងចង់ឲ្យគាត់ដើរតាមយើងអីមិនប្រកាសថាពេលដែលយើងឲ្យគាត់ទៅរៀបការជាមួយអ្នកផ្សេងគាត់មានក្តីសុខជាជាងគូស្នេហ៍របស់គាត់នោះទេទូយ៉ាងដូចរឿងប្អូនស្រីគឺអញ្ចឹងគាត់ចង់ផ្ដាំផ្ញើប៉ុណ្ណឹងហើយមួយទៀតគាត់ចង់ផ្ដាំផ្ញើដល់ក្មេងៗដែរគាត់ក៏ចូលរួមកំហុសនៅក្នុងនឹងដែរគាត់ថាក្មេងៗបើសិនជារៀបការជាមួយនរណាហើយមិនថាម៉ែពុកឪទុកពុកដាក់ឬក៏ស្រឡាញ់ខ្លួនឯងទេចូលថែរក្សាគុំគូសារនោះឲ្យបានល្អទៅក៏ប៉ុន្តែសំខាន់លើចិត្តដែរបើចិត្តយើងមានសន្តិភាពមានផ្លូវចិត្តល្អរឹងមាំក៏តាមនឹងទៅប៉ុន្តែបើសិនជាមានបញ្ហាក៏ធ្វើតាមបេះដូងធ្វើតាមអារម្មណ៍ខ្លួនឯងដែរក្នុងរឿងហ្នឹងគាត់អប់រំអញ្ចឹងបទពិសោធន៍បែបហ្នឹងឯងតែគាត់ចង់ផ្ដល់ទាំងចាស់ទាំងក្មេងចូលធ្វើអ្វីមួយដែលមានការគិតពិចារណាហើយនៅក្នុងសាច់រឿងនេះបើសិនជាខ្ញុំថែមតិចតួចបងប្អូនគិតយ៉ាងម៉េចដែរខ្ញុំគិតថាឪពុកម្ដាយគ្មាននរណាចង់ឲ្យកូនអាក្រក់ទេត្រូវអត់បងប្អូនកូនក៏ដោយកូនមិនដែលគិតថាឪពុកម្ដាយអាក្រក់ឬក៏មិនល្អលើយើងដែរបើគាត់គូផ្គងរៀបចំយើងឲ្យរៀបការជាមួយនឹងអ្នកណាម្នាក់ដែលគាត់គិតថានឹងមើលថែយើងឲ្យបានល្អក៏ប៉ុន្តែនៅក្នុងសាច់រឿងនេះខ្ញុំចង់ឲ្យទាំងចាស់ទាំងក្មេងមុននឹងសម្រេចចិត្តអីមួយពិភាក្សាគ្នាខ្ញុំគិតថាជារឿងល្អបំផុតឧទាហរណ៍ថាអ៊ំគាត់បង្ខំកូនគាត់រៀបការជាមួយនឹងមនុស្សម្នាក់ដែល
មានអាជីវកម្មអាជីវករអីនៅផ្សារអញ្ចឹងណាបើសិនជាគាត់វិភាគថាកូនអ្នកនេះចេះអ្នកនេះចេះហើយកូនឯងអាចរៀបការជាមួយគេបានអត់មើលគ្នាសិនអីសិនវិភាគថាគ្នាអញ្ចឹងហើយបើថាកូនមិនព្រមទេយើងលើកហេតុផលឡើងកូនណាម៉ែជាពាក់គេប៉ុណ្ណេះលៀនប៉ុណ្ណេះឥឡូវគូសារគេព្រមចេញឲ្យយើងអីចឹងណាអញ្ចឹងបំណុលហ្នឹងត្រូវដោះបានប៉ុន្តែជាថ្នូរគឺកូនឯងត្រូវរៀបការជាមួយនឹងគេអញ្ចឹងតើកូនឯងគិតមិនដែរបើកូនថាអត់ទេអត់បានទេជាពាក់អាម៉ានខ្ញុំសុខចិត្តរកស៊ីដោះចាហ្នឹងយើងគិតគ្នាប៉ុណ្ណឹងទៅខ្ញុំគិតថាល្អត្រូវអត់បើយើងបខំខាងនេះបខំក្នុងរឹតខាងនេះរឹតខាងនោះដូចខ្សែតាអញ្ចឹងរឹតចុះរឹតឡើងភ្លាវចុះភ្លាវឡើងលេងអត់ព្រោះទេហើយក៏នឹងដាច់នៅថ្ងៃណាមួយដែរខ្ញុំគិតថាអញ្ចឹងល្អបងប្អូនគិតមិនដែរអញ្ចឹងរឿងរ៉ាវបងប្អូនស្រីមានតែប៉ុណ្្នឹងទេសម្រាប់គាត់ចែកម្លែកទៅបទពិសោធន៍នេះដល់ខ្ញុំអរគុណគាត់មែនទែនដែលបានផ្ដល់សាច់រឿងនេះខ្ញុំវាជាបទពិសោធន៍មួយសម្រាប់បងប្អូនដែលស្ដាប់ទៅគូពិចារណាផងដែរទាំងចាស់ទាំងក្មេងមុននឹងធ្វើអីមួយខ្ញុំឲ្យវិភាសាគ្នាគិតគ្នាយោគយល់គ្នាចឹងទៅកុំឲ្យជួបរឿងរ៉ាវដោយបងប្អូនស្រីបច្ចុប្បន្នគាត់ជាស្ត្រីមេម៉ាយនៅចិញ្ចឹមកូនគាត់អាយុ2 10ឆ្នាំហ្នឹងហើយគាត់ក៏អត់មានចិត្តស្រឡាញ់នរណាទៀតដែរសំបីអតីតគូសង្សាររបស់គាត់ក៏គាត់មិនបានទំនាក់ទំនងអីស្វែងរកគេដែរដោយសារតែយើងបានបោះបង់គាត់ហើយកំហុសរបស់យើងគឺយើងមិនចង់ឲ្យគាត់មកប្រឡូកប្រឡាយជាមួយយើងទៀតដែរអញ្ចឹងណាអញ្ចឹងមានតែប៉ុណ្្នឹងទេសម្រាប់រឿងបងប្អូនស្រីអរគុណគាត់ម្ដងទៀតអរគុណបងប្អូនដែលស្ដាប់រឿងរ៉ាវនេះដល់ចប់ផងដែរមុននឹងបញ្ចប់ដូចខ្ញុំនៅតែដាស់តឿនអញ្ចឹងសូមបងប្អូនឈប់ប្រើផលិតផលផ្ទះលេខ2ទៀតទៅងាកមកប្រើផលិតផលយើងទាំងម្ហូបចំណីអាហារគ្រឿងប្រើប្រាស់គ្រឿងសពសារពើពុនដែលបងប្អូនអាចប្រើបានហើយខ្មែរអាចផលិតបានជួយខ្មែរគ្នាយើងទៅដើម្បីឲ្យចរន្តសេដ្ឋកិច្ចនឹងវាដើរបងប្អូនបើវាវិលនៅមកយើងអញ្ចឹងតាយើងមិនបាននាំទៅផ្ទះនោះក៏យើងនាំទៅខាងស្រុកចិនខាងផ្ទះលេខ3ខាងស្រុកនេះស្រុកនោះផ្សេងទៀតចឹងដែរយើងកុំឲ្យទៅមិនលុយពីក្បាលយើងចូលទៅក្នុងចំណូលរបស់ស្រុកហ្នឹងទៅគឺល្អហើយតាំងចិត្តទាំងអស់គ្នាណាបងប្អូនកុំភ្លេចខ្លួនណាកុំភ្លេចអីសោះណាភ្លេចអីបានតែកុំភ្លេចខ្លួនណាភ្លេចខ្លួនប្រៀបដូចជាយើងភ្លេចដកដង្ហើមអញ្ចឹងកាលណាដង្ហើមយើងភ្លេចដកវាងាប់ហើយទៅអត់អញ្ចឹងជាមួយផ្ទះចិត្តខាងយើងរស់នៅជាមួយលបងផ្ទះដែលចោលដែលអាក្រក់ប្រយ័ត្នខ្លួនជានិច្ចយើងគិតតែដីភូមិមួយនៅជាមួយអ្នកដែលចង់បានដីយើងខ្វេះខ្វៀលគៀនលបងរងថ្ងៃយើងប្រយ័ត្នយ៉ាងម៉េចពង្រឹងសមត្ថភាពខ្លួនយើងទៅធ្វើគ្រប់សពយ៉ាងឲ្យច្បាប់ឲ្យគេដឹងឮអញ្ចឹងអាហ្នឹងទៅចេះការពារខ្លួនឯងនិងប្រយ័ត្នខ្លួនឯងផងខ្ញុំដាស់តឿនតែប៉ុណ្្នឹងទេខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅរឿងរ៉ាវស្នេហាវិបត្តិគ្រួសារនិងវីដេអូក្រោយៗទៀតបានអរគុណច្រើនជម្រាបលា